សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាយប់នេះចេញមកឡងទៀតហើយដែលដំណើរខ្មោចនៅយប់នេះគឺជារឿងរ៉ាវរបស់បងមួយក្រុមដែលពួកគាត់បបួលគ្នាចូលទៅបោះតង់គេងនៅក្នុងព្រៃប៉ុន្តែការចូលទៅបោះតង់គេងលើកហ្នឹងគឺពួកគាត់ទៅអត់បានជោគជ័យទេគឺអំឡុងពេលដែលពួកគាត់ធ្វើដំណើរចូលទៅក្នុងព្រៃហ្នឹងគាត់បានជួបហេតុការណ៍រន្ធត់ជាច្រើនហើយហេតុការណ៍ដែលពួកគាត់ជួបមិនត្រឹមតែគួរឲ្យខ្លាចទេវាថែមទាំងគ្រោះថ្នាក់ទៀតបើសិនជារកផ្លូវចេញមកវិញអត់បានទេហើយនេះគឺជារឿងក្នុងព្រៃអញ្ចឹងវាមានរឿងអភិនិហាឬក៏ហេតុការណ៍មួយចំនួនដែលពិបាកនឹងជឿគ្មានអ្វីមកអធិប្បាយបានណាអញ្ចឹងស្ដាប់រឿងក្នុងព្រៃសូមស្ដាប់ដោយប្រើវិចារណញ្ញាណអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរចូលសាច់រឿងរបស់គាត់ទាំងអស់គ្នារឿងរ៉ាវមួយនេះកើតឡើងប្រហែលជា7ឆ្នាំមុនហើយជារឿងរ៉ាវរបស់បងស្រីម្នាក់ឈ្មោះតាលីនដោយជាលីនកាលនោះគាត់រស់នៅខេត្តកញ្ចេះហើយគាត់ទើបតែរៀនចប់ប៉ុន្តែគាត់អត់ទាន់ទៅរកការងារធ្វើឬក៏គិតថាចង់ធ្វើអីទេដោយតែពេលនោះទៅតែរៀនចប់ថ្មីអត់ដឹងថាត្រូវទៅណាទៅណីអញ្ចឹងណាអញ្ចឹងអំឡុងពេលនោះចលីនគាត់ថាគាត់ទៅនៅផ្ទះហើយដល់ពេលគាត់ទៅនៅផ្ទះអញ្ចឹងទៅជីវិតគាត់អត់មានធ្វើអីទេក្រៅពីងើបមកចុចទូរស័ព្ទហើយក៏ទៅរកអីញ៉ាំឆ្អែតក៏ចូលបន្ទប់ចុចទូរស័ព្ទគឺជីវិតគាត់មួយរយៈនោះគឺមានតែប៉ុណ្្នឹងទេហើយដល់ពេលគាត់ប្រើជីវិតបែបហ្នឹងមួយរយៈទៅចលិនគាត់ថាគាត់ stress គាត់ធុញថប់មែនតើដោយសារតែគាត់ថាកាលដែលគាត់នៅរៀនគាត់គឺជាមនុស្សដែលចូលចិត្តដើរលេងហើយគាត់តែងតែបបួលមិត្តភ័ក្តិទៅនេះទៅនោះហើយបើសិនជាសាលាគាត់ឈប់យូរអញ្ចឹងគាត់បបួលគ្នាទៅបោះតង់ឬក៏ទៅតំបន់ធម្មជាតិទៅខេត្តណាដែលមានសមុទ្រមានភ្នំមានអីចឹងណានិយាយទៅចលិនគាត់ចូលចិត្តតំបន់ធម្មជាតិហើយគាត់ចូលចិត្តទៅបោះតង់បោះអីហ្នឹងជាមួយមិត្តភ័ក្តិជាប្រចាំប៉ុន្តែឥឡូវដោយសារតែរៀនចប់អញ្ចឹងមិត្តភ័ក្តិគាត់ក៏បែកគ្នាហើយអ្នកខ្លះគេទៅធ្វើការអ្នកខ្លះគេទៅរៀនតអញ្ចឹងអត់សូវមានពេលដើរលេងជាមួយគ្នាដូចមុនទេអញ្ចឹងជីវិតគាត់ពេលនោះគឺ stress មែនតើប៉ុន្តែចលិនគាត់ថាស្រាប់តែមានថ្ងៃមួយមានមិត្តភ័ក្តិប្រុសម្នាក់ឈ្មោះតាដាដែលបងដាម្នាក់នោះគឺជាមិត្តភ័ក្តិដែលស្និទ្ធស្នាលហើយជាមិត្តភ័ក្តិដែលរៀនជាមួយគាត់តាំងពីវិទ្យាល័យហើយបងដាម្នាក់នោះឥឡូវគាត់ខលមកគឺគាត់ចង់បបួលចលិនដើរលេងហើយកន្លែងដែលគាត់ចង់ទៅដើរលេងគឺចង់បបួលចលិនហ្នឹងទៅបោះតង់និយាយទៅគឺជាចំណង់ចំណូលចិត្តរបស់ចលិនហើយចលិនគាត់ទៅលឺហើយគាត់សប្បាយចិត្តមែនតើហើយគាត់បញ្ញាប់សួរថាមានពីណាទៅខ្លះហើយមានគ្នាប្រមាណអ្នកអីប្រមាណអ្នកទៅថ្ងៃណាថ្ងៃណីចឹងទៅបានបងដាម្នាក់នោះគាត់ថាគ្នាទាំងអស់ប្រហែលជា10នាក់គឺមិត្តភ័ក្តិតាំងពីសម័យរៀនហ្នឹងណាបងដាគាត់ថាគាត់ខលបបួលអស់ហើយគេថាទៅគ្រប់គ្នាហើយថ្ងៃដែលទៅគឺថ្ងៃស្អែកហ្នឹងហ្មងអត់មានចាំយូរទេអញ្ចឹងចលិនលឺហើយអូខេផ្លែតអត់មានគិតច្រើនទេប៉ុន្តែចលិនគាត់ថារហូតដល់ថ្ងៃស្អែកដែលជាថ្ងៃដែលត្រូវចេញដំណើរទៅដើរលេងហ្នឹងស្រាប់តែថ្ងៃស្អែកហ្នឹងមិត្តភ័ក្តិម្នាក់ចាប់ផ្ដើមរលេះចាប់ផ្ដើមមានបញ្ហានេះបញ្ហានោះគឺម្សិលមិញបបួលគ្នាបាន10នាក់ហើយ10នាក់ហ្នឹងថាទៅទាំងអស់ប៉ុន្តែថ្ងៃហ្នឹងមានមិត្តភ័ក្តិខ្លះគាត់ល្អូគាត់ថាគាត់រវល់អញ្ចេះរវល់អញ្ចោះហើយអ្នកខ្លះទៀតថាគាត់ជាប់ធ្វើការងារអ្នកខ្លះទៀតថាគាត់ត្រូវប្រឡងត្រូវទៅរៀននេះទៅរៀននោះនិយាយទៅម្នាក់រលេះអាងរវល់នេះរវល់នោះដើម្បីបដិសេធអត់ទៅអញ្ចឹងសរុបមកម្សិលមិញបបួលគ្នាបាន10នាក់ឥឡូវហ្នឹងនៅសល់តែ3នាក់ទេគឺចលិនម្នាក់ហើយនឹងបងដាហើយជាមួយនឹងចារាហ្នឹងគាត់ក៏ជាមិត្តភ័ក្តិស្និទ្ធស្នាលជាមួយចលិនដែរណាអញ្ចឹងសរុបមក3នាក់ស្រី2ប្រុស1ហើយស្មាតោះចលិនគាត់ថាបងដាដែលជាប្រុសហ្នឹងគាត់ក៏មិនមែនជាមនុស្សប្រុស 100% ដែរគឺគាត់មានចរិតញាក់ញក់មានចរិតដោយរបៀបថារៀងទន់ភ្លន់ដោយមនុស្សស្រីបន្តិចអញ្ចឹងបងដាម្នាក់ហ្នឹងគាត់ចូលចិត្តដើរជាមួយស្រីហើយឥឡូវហ្នឹងដោយសារតែគាត់មាន3នាក់បងដាដែលជាអ្នកបបួលគេហ្នឹងបងដាម្នាក់ហ្នឹងគាត់ចង់សង្ហាក់ចិត្តដែរគាត់ចង់រំសាយចោលដោយសារតែគ្នាតិចពេកគាត់ថាគ្នាតែ3នាក់ទៅក៏អត់សុបាយអញ្ចឹងណាប៉ុន្តែចលិនដោយសារតែគាត់ stress គាត់ធុញថប់គាត់ចង់ដើរលេងពេកគាត់ក៏ស្រែកទៅវិញគាត់ថា3នាក់ក៏បានដែរ3នាក់ក៏ដើរបានដែរមិនចាំបាច់មានគ្នាច្រើនទេអត់ពួកវាក៏យើងដើរបានដែរនិយាយទៅចលិនគាត់និយាយបែបខឹងនិយាយបែបអន់ចិត្តហើយដោយសារតែចលិនគាត់ស្រែកបែបហ្នឹងបានបងដាជាមួយនឹងចារា2នាក់ទៀតគាត់ក៏យល់ព្រមទៅដើរលេងជាមួយនឹងចលិនហើយពេលដែល3នាក់គាត់ចេញធ្វើដំណើរហ្នឹងពេលហ្នឹងគឺម៉ោង10:10ថ្ងៃបាត់ហើយទាំងដែលកម្រងគាត់ថាចេញពីព្រឹកប៉ុន្តែដោយសារតែមិត្តភ័ក្តិផ្សេងញ៉ៃពេកអញ្ចឹងឥឡូវហ្នឹងពជាពេលរហូតដល់ម៉ោង10ថ្ងៃប៉ុន្តែក៏គ្មានបញ្ហាអីដែរ3នាក់គាត់ហ្នឹងក៏ចាប់ផ្ដើម
ធ្វើដំណើរទៅតំបន់ដែលគាត់ចង់បោះតង់ហើយដំបូងឡើយពេលដែលធ្វើដំណើរចេញទៅពួកគាត់ជិះម៉ូតូ2គ្រឿងគឺជាលីននិងបងរ៉ាជិះម៉ូតូជាមួយគ្នាហើយចារ៉ាគាត់ជិះម៉ូតូម្នាក់ឯងហើយ3នាក់គាត់ហ្នឹងជិះម៉ូតូតាំងពីម៉ោង 10 ហ្នឹងរហូតដល់ម៉ោង 2 រសៀលហើយតាមពិតទៅកន្លែងដែលគាត់ចង់បោះតង់ហ្នឹងវាមិនឆ្ងាយដល់ថ្នាក់ហ្នឹងទេប៉ុន្តែអំឡុងពេលដែលគាត់ធ្វើដំណើរទៅហ្នឹងគាត់ឈប់ចុះទិញអីញ៉ាំឈប់ផឹកកាហ្វេឈប់ទិញនេះទិញនោះអញ្ចឹងណាអញ្ចឹងវាពជាពេលរហូតដល់រសៀលហើយដល់ពេលដល់រសៀលគាត់ក៏មិនតាន់ធ្វើដំណើរទៅដល់កន្លែងនោះទៀតអញ្ចឹងត្រូវធ្វើដំណើរទៅតហើយគាត់ជិះម៉ូតូលេងក្នុងតំបន់ព្រៃភ្នំហ្នឹងវាអត់សូវជាក្តៅអត់សូវជាអីទេវាមានដើមឈើច្រើនណាអញ្ចឹងពួកគាត់ជិះលេងអញ្ចឹងទៅហើយចលេនគាត់ថា3នាក់គាត់ហ្នឹងធ្វើដំណើររហូតដល់ម៉ោង 4 រសៀលបានពេលហ្នឹងរៀងល្ងាចហើយស្រាប់តែរៀងល្ងាចហ្នឹងស្រាប់តែសុកម៉ូតូចារ៉ាដែលចារ៉ាគាត់ជិះម៉ូតូម្នាក់ឯងហ្នឹងស្រាប់តែម៉ូតូចារ៉ាសុកគាត់រលត់ហើយរលត់នៅកណ្ដាលផ្លូវពេលហ្នឹងគឺផ្លូវស្ងាត់មែនទែនចលេនគាត់ថានៅតាមផ្លូវពេលហ្នឹងមានផ្ទះអ្នកភូមិមួយដែរប៉ុន្តែកន្លែងដែលគាត់កំពុងតែខូចម៉ូតូហ្នឹងអត់មានផ្ទះអ្នកភូមិហើយអត់មានឃើញអ្នកណាធ្វើដំណើរកាត់ទេនិយាយទៅគឺស្ងាត់ជ្រាបហើយដោយសារតែបរិយាកាសវាស្ងាត់បែបហ្នឹងបានបងរ៉ាដែលជាមនុស្សប្រុសហ្នឹងគាត់បញ្ញាប់ចុះមកមើលម៉ូតូចារ៉ាបញ្ញាប់មើលឃើញលោវាឆេះវិញណាហើយបងរ៉ាម្នាក់ហ្នឹងគាត់មើលម៉ូតូគាត់ឆ្កឹះឆ្កៀលប្រហែលជាចិត្តកន្លះម៉ោងតម្រាំតែម៉ូតូមួយហ្នឹងវាឆេះមកវិញហើយដល់ពេលម៉ូតូឆេះមកវិញពួកគាត់3នាក់ក៏បញ្ញាប់ធ្វើដំណើរទៅរកកន្លែងទុកម៉ូតូដោយសារតែក្នុងព្រៃដែលគាត់ចង់ចូលទៅបោះតង់ហ្នឹងវាត្រូវដើរចូលទៅអត់អាចជិះម៉ូតូទៅទេអញ្ចឹង3នាក់គាត់ក៏រកកន្លែងផ្ញើម៉ូតូទៅប៉ុន្តែចលេនគាត់ថាពេលដែល3នាក់គាត់ជិះម៉ូតូចេញទៅលើកហ្នឹងគាត់ថាដំបូងឡើយផ្លូវដែលគាត់ធ្វើដំណើរវាគឺជាផ្លូវក្នុងព្រៃធម្មតាទេដែលវាជាផ្លូវអាចឲ្យម៉ូតូជិះបានណាប៉ុន្តែពេលដែលគាត់ធ្វើដំណើរទៅមកសតុះទៅគាត់បត់ឆ្វេងបត់ស្ដាំតាមផ្លូវដែលគេកំណត់ឲ្យហ្នឹងពីព្រោះពេលហ្នឹងមានផ្លូវតែមួយទេអញ្ចឹងអាផ្លូវហ្នឹងពេលដែលវាឲ្យបត់ឆ្វេងយើងមិនត្រូវបត់ឆ្វេងយើងបត់តាមផ្លូវមួយហ្នឹងប៉ុន្តែគាត់ថាគាត់បត់អញ្ចឹងគាត់បត់ទៅវិញទៅមកយូរទៅស្រាប់តែអាផ្លូវដែលគាត់ជិះម៉ូតូបានសុកហ្នឹងវាទៅជាផ្លូវដែលតូចសឹងតែថាម៉ូតូជិះអត់ចង់បានណាដោយថាផ្លូវហ្នឹងគឺសម្រាប់មនុស្សដើរអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅពួកគាត់ធ្វើម៉េចពួកគាត់មិនត្រូវថយក្រោយវិញពីព្រោះផ្លូវហ្នឹងវាតូចពេកជិះទៅមុខទៀតអត់បានទេហើយណាមួយពេលហ្នឹងអារម្មណ៍មិនសូវស្រួលផងដោយថាពួកគាត់មានអារម្មណ៍ថាវែងផ្លូវមកផ្លូវខុសដោយសារតែមកលើកមុនដូចមិនមែនផ្លូវហ្នឹងទេអញ្ចឹងឥឡូវហ្នឹងមានអារម្មណ៍អត់ស្រួលទេអញ្ចឹងពួកគាត់ក៏បកក្រោយវិញប៉ុន្តែពេលដែល3នាក់គាត់ជិះម៉ូតូបកក្រោយវិញហ្នឹងជេលីនគាត់ថាគាត់ជិះបកក្រោយមកសតុះក៏អត់ឃើញផ្លូវមុននឹងដែរអាផ្លូវដែលគាត់ជិះម៉ូតូបានមុនហ្នឹងអត់ឃើញទេឥឡូវហ្នឹងផ្លូវដែលគាត់កំពុងតែនៅគឺជាផ្លូវតូចដែលមានស្មៅដុះជុំវិញហើយម៉ូតូជិះសឹងតែមិនកើតហើយគាត់ព្យាយាមជិះថយក្រោយវិញបត់ឆ្វេងបត់ស្ដាំរកយ៉ាងណាក៏រកអត់ឃើញដែរនិយាយទៅអាផ្លូវដែលគាត់ជិះមុនហ្នឹងអាផ្លូវដែលគាត់ខូចម៉ូតូមុនហ្នឹងឥឡូវហ្នឹងអត់ដឹងទៅណាទេអញ្ចឹងពេលហ្នឹងម្នាក់ភ័យមែនតើហើយម៉ោង 5 ណាពេលហ្នឹងមេចិត្តល្ងឹតមែនតើហើយដោយសារតែភ័យបែបហ្នឹងបានម្នាក់នាំគ្នាបន់ព្រះបន់នេះបន់នោះហើយលើកទូរស័ព្ទមកមើល map ដោយសារកន្លែងដែលគាត់នៅហ្នឹងវានៅមានសេវាអញ្ចឹងគាត់អាចមើល map បានហើយអាចង្វាក់ដែលគាត់លើកទូរស័ព្ទមកមើល map ហ្នឹងបានពួកគាត់ដឹងថាពួកគាត់កំពុងតែនៅក្នុងព្រៃដែលវាអត់មានផ្លូវនៅក្នុង map ធម្មតាពេលដែលមានផ្លូវវាបង្ហាញឲ្យយើងឃើញប៉ុន្តែអាកន្លែងដែលគាត់កំពុងតែនៅឥឡូវហ្នឹងអត់មានផ្លូវបង្ហាញនៅក្នុង map ទេគឺពួកគាត់នៅក្នុងដើមឈើនៅក្នុង map វាបង្ហាញអញ្ចឹងពេលនោះពួកគាត់ច្បាស់ថាគាត់វែងក្នុងព្រៃហើយអត់ដឹងថាត្រូវទៅណាទៅណីទេប៉ុន្តែពេលដែលពួកគាត់កំពុងតែភ័យកំពុងតែខ្លាចហ្នឹងស្រាប់តែគាត់ឃើញលោកតាម្នាក់ជិះម៉ូតូក្បែរនោះហើយលោកតាដែលជិះម៉ូតូក្បែរហ្នឹងគាត់ជិះម៉ូតូកាត់ព្រៃហ្មងគឺលោកតាម្នាក់នោះមិនដឹងជាផ្ទះគាត់នៅណាគាត់មកពីណាមិនដឹងទេគឺគាត់ជិះកាត់ព្រៃអាព្រៃដែលអត់មានផ្លូវហ្នឹងលោកតាម្នាក់នោះគាត់ជិះមកយ៉ាងរំភើយប៉ុន្តែគាត់មិនមែនជិះតែឯងទេគឺនៅក្រោយខ្នងគាត់មានកូនស្រីម្នាក់ដូចថាគាត់ដប់កូនស្រីកាត់ព្រៃអញ្ចឹងណាហើយលោកតាម្នាក់នោះឃើញក្រុមចលិន3នាក់កំពុងតែវល់នៅក្នុងព្រៃកំពុងតែខ្លាចបានលោកតាម្នាក់នោះគាត់ស្រែកថាម៉េចបានជិះម៉ូតូចូលព្រៃថ្មហ្នឹងហើយមិនបញ្ញាប់ចេញទៅក្រៅកុំមកឈប់នៅនឹងវាអត់សុវត្ថិភាពទេក្នុងព្រៃពេលយប់អត់ល្អទេបញ្ញាប់ចេញទៅក្រៅតាគាត់ស្រែកអញ្ចឹងណាហើយបានចលិនគាត់លឺអញ្ចឹងគាត់ក៏ពឹងឲ្យលោកតាម្នាក់នោះ
chun quạt tranh bị pray nâng từហើយបានលោកតាម្នាក់ហ្នឹងគាត់ថាជិះតាមគាត់មកអញ្ចឹងចលិនជាមួយនឹងមិត្តភ័ក្តិគាត់ពីរនាក់ទៀតហ្នឹងក៏ជិះម៉ូតូតាមលោកតាម្នាក់ហ្នឹងទៅហើយលោកតាម្នាក់ហ្នឹងគាត់ជិះយឺតៗណាគាត់ជិះយឺតៗនៅពីមុខចលិនហ្នឹងហើយគាត់ដប់កូនស្រីធម្មតាអញ្ចឹងទៅជិះធម្មតាអត់មានអ្វីដែលចម្លែកទេហើយចលិនគាត់ថាគាត់ជិះតាមលោកតាម្នាក់ហ្នឹងប្រហែលជាបាន15នាទីទៅបានពួកគាត់ចេញទៅដល់ផ្លូវដើមអាផ្លូវដែលគាត់ខូចម៉ូតូមុនហ្នឹងឥឡូវហ្នឹងគាត់ទៅតែចេញមកដល់ផ្លូវហ្នឹងវិញហើយគាត់តែចេញមកដល់ផ្លូវហ្នឹងវិញរៀងមានសង្ឃឹមហ្នឹងណាបានក្រុមចលិន3នាក់ហ្នឹងគាត់ក៏បែរមុខទៅអរគុណលោកតាម្នាក់ហ្នឹងប៉ុន្តែអាចង្វាក់ដែលចលិនគាត់បែរមុខរទៅអរគុណលោកតាម្នាក់ហ្នឹងចលិនគាត់ថាពេលដែលគាត់បែរមុខទៅលើកហ្នឹងគាត់អត់ឃើញកូនស្រីដែលអង្គុយក្រោយលោកតាទេគឺឥឡូវហ្នឹងឃើញថាលោកតាម្នាក់ឯងទេហើយចលិនក៏សួរណាសួរលោកតាហើយកូនលោកតាទៅណាបានគ្រាន់តែសួរបែបហ្នឹងហើយលោកតាម្នាក់ហ្នឹងសួរចលិនវិញសួរថាកូនណាគាត់អត់មានកូនមកទេគាត់ជិះតែម្នាក់ឯងទេលោកតាម្នាក់ហ្នឹងគាត់ឆ្លើយមកបែបហ្នឹងអញ្ចឹងចលិនពេលហ្នឹងគាត់យល់ហើយគាត់យល់ថាមនុស្សស្រីម្នាក់ដែលអង្គុយក្រោយលោកតាម្នាក់ហ្នឹងគាត់មិនមែនជាកូនស្រីឬក៏មិនមែនជាមនុស្សទេគាត់គឺជាខ្មោចអង្គុយក្រោយម៉ូតូលោកតាហើយបានចលិនគាត់ប្រាប់ថាមុនហ្នឹងខ្ញុំឃើញមានស្រីម្នាក់អង្គុយពីក្រោយលោកតាហើយលោកតាលុបស្រីម្នាក់ហ្នឹងតាមផ្លូវមករហូតចលិនគាត់ឃើញរហូតមិត្តភ័ក្តិគាត់ក៏ឃើញដែរតែតាម្នាក់ហ្នឹងគាត់នៅតែបដិសេធគាត់ថាគាត់ជិះម្នាក់ឯងគាត់អត់មានដឹកកូនដឹកស្រីណាមកតាមក្រោយទេអញ្ចឹង 100% ហើយស្រីម្នាក់ហ្នឹងមិនមែនមនុស្សទេហើយតាម្នាក់ហ្នឹងដូចថាគាត់មិនចង់និយាយច្រើនណាគាត់ក៏ប្រញាប់ជិះម៉ូតូចេញទៅវិញទៅហើយពេលហ្នឹងចលិនជាមួយនឹងមិត្តភ័ក្តិគាត់ចាប់ផ្ដើមខ្លាចណាដោយសារតែឃើញមុនហ្នឹងគឺវាច្បាស់ពេកគឺឃើញដូចមនុស្សអញ្ចឹងអង្គុយពីក្រោយលោកតាតែដល់ពេលលោកតាប្រាប់បែបហ្នឹងគឺមានតែខ្មោចអញ្ចឹងម្នាក់រៀងភ័យប៉ុន្តែ3នាក់គាត់អត់តន់ចោះចាញ់ទេពេលដែលចេញមកដល់ផ្លូវធម្មតាហើយ3នាក់គាត់ហ្នឹងក៏ជិះទៅរកកន្លែងផ្ញើម៉ូតូហើយគាត់ថាគាត់ជិះបែបហ្នឹងរហូតដល់ម៉ោងប្រហែលជា5កន្លះចូល7:06ណាបាន3នាក់គាត់រកកន្លែងផ្ញើម៉ូតូបានហើយគាត់ដាក់ម៉ូតូផ្ញើដាក់អីទៅហើយបានអង្គុយសម្រាកទិញនេះទិញនោះផឹកមួយផ្លែទៅបានពួកគាត់3នាក់គិតថានឹងធ្វើដំណើរដើរចូលទៅក្នុងព្រៃតដើម្បីទៅបោះតង់គេងនិយាយទៅ3នាក់គាត់អត់តន់ចោះចាញ់ទេទាំងដល់ពេលនោះល្ងាចហើយគាត់គួរតែរកកន្លែងគេងរកកន្លែងសម្រាកនៅក្រៅសិនណាមិនគួរដើរចូលទៅក្នុងព្រៃទេមែនទេយប់ឡើងប៉ុន្តែ3នាក់គាត់អត់គិតអញ្ចឹងទេគាត់ថាយប់ហ្នឹងគាត់ត្រូវតែចូលទៅក្នុងព្រៃឲ្យបានហើយគាត់ត្រូវតែបោះតង់គេងនៅក្នុងព្រៃគឺអញ្ចឹងហ្មងសាហាវមែនតើអត់ខ្លាចអត់អីទេហើយខ្ញុំទៅសើចលិននិងចារាមែនតើពួកគាត់ជាមនុស្សស្រីប៉ុន្តែគាត់ហ៊ានចូលទៅក្នុងព្រៃហើយចូលទៅទាំងយប់ក៏គាត់ហ៊ានដែរហើយសួរថាគាត់ខ្លាចខ្មោចអត់គាត់ខ្លាចប៉ុន្តែគាត់ហ៊ានដូចថាពួកគាត់ធ្លាប់ដើរលេងក្នុងព្រៃធ្លាប់បោះតង់បោះអីច្រើនណាអញ្ចឹងគាត់អាចធ្វើចិត្តបានគាត់មិនមែនដូចយើងកុំថាឡើយឃើញខ្មោចឲ្យដើរយប់ឡើងហ្នឹងក៏យើងអត់ហ៊ានដើរដែរមែនទេប៉ុន្តែពួកគាត់អត់អញ្ចឹងទេអញ្ចឹងពេលហ្នឹងពួកគាត់ផ្ញើម៉ូតូផ្ញើអីហើយទិញទឹកទិញអីផឹកហើយពួកគាត់ក៏លាអ្នកលក់ទឹកសុទ្ធហ្នឹងដើរចូលទៅក្នុងព្រៃប៉ុន្តែមុននឹងពួកគាត់ដើរចូលទៅក្នុងព្រៃក៏អ្នកលក់ទឹកអ្នកលក់អីហ្នឹងគាត់ណែនាំដែរគាត់ថាគួរតែរកកន្លែងគេងសិនទៅហើយចាំស្អែកចាំដើរចូលទៅក្នុងព្រៃពីព្រោះយប់ឡើងដើរនៅក្នុងព្រៃវាអត់ល្អទេប៉ុន្តែពួកគាត់នៅតែជំនះនៅតែចង់ចូលទៅអញ្ចឹងដល់ពេលហាមអត់បាន3នាក់គាត់ក៏ដើរចូលទៅក្នុងព្រៃទៅហើយពេលហ្នឹងម៉ោងចូល6ល្ងាចហើយអញ្ចឹង6ល្ងាចនៅក្នុងព្រៃវារៀងងងឹតជាងនៅខាងក្រៅតែពួកគាត់មានពិលមានអីអញ្ចឹងក៏ធ្វើដំណើរចូលទៅហើយណាមួយអាកន្លែងដែលគាត់ត្រូវទៅបោះតង់ហ្នឹងគាត់ថានៅមិនឆ្ងាយពីកន្លែងផ្ញើម៉ូតូប្រហែលទេអាចថាដើរត្រឹម5-10នាទីទៅ20នាទីអីហ្នឹងដល់ហើយនិយាយទៅគាត់ធ្លាប់មកម្ដងហើយអញ្ចឹងគាត់ដឹងអញ្ចឹងក៏ធ្វើដំណើរទៅទាំងងងឹតហ្នឹងហើយចលិនគាត់ថា3នាក់គាត់ពេលដែលធ្វើដំណើរចូលព្រៃដបងពួកគាត់អត់មានឃើញអីទេគឺគ្រប់យ៉ាងជុំវិញខ្លួនស្ងាត់ឈឹងហើយមានតែដើមឈើមានតែព្រៃទូទៅប៉ុន្តែដល់ពេលធ្វើដំណើរមកសតុះទៅស្រាប់តែ3នាក់គាត់ថាឃើញមានលោកយាយម្នាក់ដែលលោកយាយម្នាក់នោះស្លៀកសរងហើយនឹងអាវពណ៌ខ្មៅនិយាយទៅស្លៀកពាក់ដូចយាយចំណាស់ទូទៅហើយយាយម្នាក់នោះកំពុងតែដើរនៅក្នុងព្រៃម្នាក់ឯងទាំងដល់ពេលនោះគឺយប់ហើយណាប៉ុន្តែយាយម្នាក់នោះមិនដឹងជាមកពីណាទេហើយគាត់ដើរអត់មានពិលទេដើរបែបងងឹតម្នាក់ឯងហើយដល់ពេលក្រុមចលិន3នាក់ហ្នឹងដើរកាត់យាយម្នាក់ហ្នឹងទៅបានចលិនពេលហ្នឹងគាត់ក៏ញញឹមដាក់យាយម្នាក់ហ្នឹងមួយទៅ
ហើយបានជ័យម្នាក់នោះងាកមុខមកញញឹមដាក់ចលិនវិញហើយបានជ័យម្នាក់នោះគាត់ដើរទៅមុខទៅហើយក្រុមចលិន3នាក់ដល់ពេលដើរកាត់លោកយាយម្នាក់នោះបានប្រហែលជា5 6ជាហ៊ានហើយបានចរាម្នាក់នោះគាត់មកខ្សឹបចលិនគាត់ថាអាលីនអញសង្ស័យយាយម្នាក់នោះមិនមែនមនុស្សទេយាយម្នាក់នោះអាចជាខ្មោចដោយតែហេតុការណ៍ដែលពួកគាត់ជួបមុនហ្នឹងពួកគាត់មិនជួបស្រីម្នាក់អង្គុយក្រោយតាមុនហ្នឹងអង្គុយលើម៉ូតូអញ្ចឹងឥឡូវគាត់គិតថាយាយម្នាក់នោះប្រហែលជាមិនមែនមនុស្សទេប៉ុន្តែគ្រាន់តែចរាគាត់ខ្សឹបបែបហ្នឹងហើយចលិនគាត់ងាកទៅក្រោយមើលហើយគាត់យកពិលយកអីចាំងតិចទៅគាត់ថាគាត់ឃើញយាយម្នាក់នោះដើរធម្មតាអញ្ចឹង 100% ប្រហែលជាមនុស្សពីព្រោះបើខ្មោចយើងឃើញមួយផ្លែតហើយយើងងាកទៅមើលម្ដងទៀតប្រកាសជាបាត់ហើយមែនទេប៉ុន្តែយាយម្នាក់នោះអត់បាត់ទេគាត់ឃើញមុននឹងហើយងាកទៅក្រោយមើលម្ដងទៀតឃើញដដែលឃើញយាយម្នាក់នោះដើរធម្មតាអញ្ចឹងចលិនគាត់គិតថាមិនមែនខ្មោចទេគឺមនុស្ស 100% មនុស្សគឺពេលនោះប្រកែកគ្នាហើយបាន3នាក់គាត់ដើរទៅមុខតហើយគាត់ដើរបែបហ្នឹងរហូតទៅដល់ដើមឈើម្ដើមដែលដើមឈើម្ដើមនោះគឺជាដើមដូងប៉ុន្តែវាងាប់បាត់ហើយនៅកន្លែងដើមដូងងាប់ហ្នឹងមានផ្លូវបែកជា3អាមួយទៅត្រង់អាមួយទៅឆ្វេងអាមួយទៅស្ដាំហើយចលិនគាត់ថាគាត់ចំច្បាស់ណាស់ពេលដែលគាត់មកលើកមុនណាគឺពួកគាត់បត់ស្ដាំអាកន្លែងដែលគាត់បោះតង់ហ្នឹងត្រូវចូលមកដល់ផ្លូវបែកជា3ត្រូវបត់ស្ដាំអញ្ចឹងឥឡូវហ្នឹង3នាក់គាត់ក៏នាំគ្នាបត់ស្ដាំទៅប៉ុន្តែចលិនគាត់ថាពេលដែលពួកគាត់បត់ស្ដាំហើយដើរទៅមុខទៅមកសន្ទុះទៀតគាត់ថាអាផ្លូវបត់ស្ដាំដែលគាត់កំពុងតែដើរហ្នឹងវាបដូរទៅជាថ្មទាំងដែលមុនហ្នឹងសុទ្ធតែស្មៅខ្ពស់តែឥឡូវនេះវាបដូរទៅជាថ្មហើយថ្មធំមែនតើថ្មធំរហូតដល់ពួកគាត់ដើរអត់ចង់បានណាដូចថាវាអត់មានផ្លូវយើងដើរបានណាវាមានតែដុំថ្មធំខាំងមុខខាំងក្រោយខាំងចំហៀងអញ្ចឹងពួកគាត់ពេលនោះពិបាកដើរមែនតើតែនៅតែជំនះតិចទៀតទៅក្រែងលោដើរផុតអាកន្លែងថ្មហ្នឹងទៅវានឹងទៅដល់កន្លែងបោះតង់ហើយកន្លែងបោះតង់វាមានទឹកហូរមានអីចឹងទៅវាស្រស់ស្រាយចឹងពួកគាត់3នាក់ក៏ជំនះដើរកាត់អាពពួកដុំថ្មធំទាំងអស់ហ្នឹងខ្លះទៅក៏លោតឡើងថ្មខ្លះទៅក៏លោតចុះវិញចឹងទៅនិយាយទៅរៀងពិបាកដើរបន្តិចតែព្យាយាមដើរបែបហ្នឹងប៉ុន្តែគាត់ថាគាត់ដើរទៅមុខមកសន្ទុះទៀតស្រាប់តែគាត់ថាគាត់ដើរទៅដល់ដើមឈើម្ដើមដែលដើមឈើម្ដើមនោះគឺជាដើមដូងងាប់មុននឹងឯងហើយអាកន្លែងដើមដូងងាប់នោះវាមានផ្លូវបែកជា3ឥឡូវហ្នឹងគាត់ដើរមកដល់កន្លែងហ្នឹងវិញនិយាយងាយទៅគឺគាត់ដើរមកកន្លែងដដែលទាំងតែមុនហ្នឹងគាត់ថាគាត់ដើរមកដល់ដើមដូងងាប់ហើយវាមានផ្លូវបែកជា3គាត់មិនបត់ស្ដាំទៅទេតែឥឡូវនេះគាត់ដើរមកដល់ដើមដូងងាប់នឹងដដែលអញ្ចឹងពួកគាត់មិនឆ្ងល់មែនទេដូចថាដើរទៅវិញទៅមកវាមកដល់ដើមដូងងាប់នឹងដដែលអញ្ចឹងពេលនោះភាំងមែនតើអត់យល់ថាហេតុអីដើរមកដល់កន្លែងហ្នឹងហើយដោយសារតែគាត់មិនយល់នឹងខ្លួនឯងបែបហ្នឹងបានពេលនោះបងដាដែលជាមនុស្សប្រុសហ្នឹងបងដាម្នាក់ហ្នឹងគាត់ក៏បញ្ចេញគំនិតគាត់ថាឥឡូវមិនបាច់បត់ស្ដាំទៀតទេឥឡូវដើរទៅត្រង់វិញពីព្រោះមុនហ្នឹងយើងបត់ស្ដាំហើយយើងបត់ស្ដាំយើងទៅវិញទៅផ្លូវណាផ្លូវណីសុទ្ធតែថ្មអញ្ចឹងឥឡូវយើងទៅត្រង់ម្ដងក្រែងលោទៅត្រូវផ្លូវអញ្ចឹង3នាក់គាត់ក៏នាំគ្នាដើរទៅផ្លូវត្រង់ទៅប៉ុន្តែពេលដែលពួកគាត់ដើរទៅផ្លូវត្រង់នោះគាត់ថាដើរបានតែ5នាទីទេស្រាប់តែអាផ្លូវក្នុងព្រៃដែលធម្មតាសុកហ្នឹងវាទៅជាផ្លូវមួយដែលតូចទៅហើយសងខាងផ្លូវមានសុទ្ធតែដើមដែលមានបលាអញ្ចឹងពេលនោះពិបាកដើរមែនទែនដើរទៅមុតដៃមុតជើងផងប៉ុន្តែពួកគាត់ថាដើរម្លងអាផ្លូវហ្នឹងបានប្រហែលជា7-10នាទីបានចរាគាត់ថាគាត់ឮសំឡេងមនុស្សហើយឮសំឡេងមនុស្សច្រើនមែនទែនដូចមនុស្សកំពុងតែអង្គុយនិយាយគ្នារឿងអីមួយអញ្ចឹងដល់ពេលពួកគាត់ឮសំឡេងមនុស្សនិយាយគ្នាអញ្ចឹងទៅពួកគាត់ក៏សប្បាយចិត្តគិតថាប្រហែលជាដើរមកដល់កន្លែងបោះតង់ហើយកន្លែងហ្នឹងប្រហែលជាមានគេមកបោះតង់ដែរអញ្ចឹងឮសំឡេងនិយាយគ្នាអញ្ចឹងទៅគាត់មិនអមែនទេអញ្ចឹង3នាក់គាត់ហ្នឹងក៏ដើរទៅមុខបន្តទៀតប៉ុន្តែពេលដែលពួកគាត់ដើរទៅមុខបានបន្តិចទៀតហ្នឹងស្រាប់តែពេលហ្នឹងចរាគាត់ដើរមុខគេចរាម្នាក់ហ្នឹងគាត់ក៏ចពប់ជើងហើយចពប់ជើងគាត់ក៏ល្អិលដួលប៉ុន្តែអាចង្វាក់ដែលគាត់ល្អិលដួលហ្នឹងបានបងដាដែលជាមនុស្សប្រុសហ្នឹងចាប់ដៃចរាជាប់ហើយចាប់ដៃចរាទាញចរាឲ្យងើបមកវិញទៅបានពួកគាត់យកពិលចាំងទៅមើលហើយអាចង្វាក់ដែលគាត់ចាំងពិលទៅមើលកន្លែងចរាដួលហ្នឹងកន្លែងហ្នឹងពួកគាត់ភ្ញាក់មែនទែន
គឺអាកន្លែងដែលជារាចំពប់ជើងដួងមុនហ្នឹងវាគឺជាជំរាលភ្នំហើយជំរាលហ្នឹងវាមិនជ្រៅប្រហែលទេប៉ុន្តែវាអាចធ្វើឲ្យជារាគ្រោះថ្នាក់បានបើសិនជាហ៊ានដើរទៅមុខមួយចំហៀនទៀតអញ្ចឹងសំណាងហើយដែលជារាគាត់ដួលមុនហ្នឹងបានបងដាចាប់ជាប់កុំបីធ្លាក់ទៅក្រោមបាត់ហើយធ្លាក់ទៅបើក្បាលទៅមុនមិនបាក់កបាត់ហើយមែនទេអញ្ចឹងពេលនោះសំណាងមែនតើហើយក៏ភ័យដែរណាដូចថាហេតុអីក៏ពួកគាត់ដើរមកដល់កន្លែងហ្នឹងហើយកន្លែងហ្នឹងវាគឺជាកន្លែងអីពីមុនមកដើរអត់មានឃើញកន្លែងហ្នឹងទេតែឥឡូវសុកដើរមកដល់កន្លែងមានជំរាលមានអីអញ្ចឹងគ្រោះថ្នាក់មែនតើហើយអត់មានផ្លូវអីគាត់ទៅមុខបានទៀតទេមានតែបត់ឆ្វេងបត់ស្ដាំហើយនឹងថយក្រោយវិញអញ្ចឹងពេលហ្នឹង3នាក់គាត់សម្រេចចិត្តថាដើរថយក្រោយវិញពីព្រោះអត់ដឹងទៅណាទៀតអញ្ចឹងថយក្រោយវិញហើយ3នាក់គាត់ថយក្រោយរហូតមកដល់ដើមដូងដែលងាប់ហ្នឹងទៅបានពួកគាត់ឈប់សម្រាកបន្តិចហើយឈប់សម្រាកបន្តិចនាំគ្នាគិតថាត្រូវទៅណាតពីព្រោះទៅស្ដាំក៏ទៅហើយទៅត្រង់ក៏ទៅហើយនៅតែទៅឆ្វេងទេប៉ុន្តែទៅឆ្វេងគឺដឹងតែខុសហើយដោយសារតែចលិនគាត់ថាគាត់ធ្លាប់មកកន្លែងហ្នឹងហើយគាត់មកលើកមុនគាត់បត់ស្ដាំអញ្ចឹងឥឡូវចលិនគាត់មិនអស់ចិត្តគាត់ថាឥឡូវសាកបត់ស្ដាំម្ដងទៀតកែងលោទៅដល់កន្លែងបោះតង់អាមុននឹងអាចនឹងយើងដើរខុសចឹងចលិនគាត់អត់អស់ចិត្តគាត់ក៏បញ្ចេញគំនិតបែបហ្នឹងហើយ2នាក់ទៀតគាត់ក៏មិនច្បាស់ដូចគ្នាចឹងគាត់ក៏សម្រេចចិត្តតាមចលិនទៅ3នាក់គាត់ហ្នឹងក៏បត់ស្ដាំម្ដងទៀតប៉ុន្តែចលិនគាត់ថាលើកហ្នឹងអាផ្លូវខាងស្ដាំហ្នឹងវាអត់ដូចលើកមុនទេលើកមុនគាត់បត់ស្ដាំគាត់ថាដើរទៅឃើញតែដុំថ្មធំហើយផ្លូវពិបាកដើរប៉ុន្តែលើកហ្នឹងពេលដែលគាត់បត់ស្ដាំមកម្ដងទៀតគាត់ថាអាផ្លូវដែលគាត់ដើរលើកហ្នឹងវាទៅជាផ្លូវមួយដែលធំសឹងតែថាឡានជិះបានគឺផ្លូវពេលហ្នឹងប្រហែលជា3ម៉ែត្រហើយវាលស្រួលដើរអត់មានដើមឈើអត់មានថ្មអត់មានអីញ៉ៃដូចមុនទេអញ្ចឹងពេលហ្នឹងឆ្ងល់ផងហើយក៏រៀងសប្បាយចិត្តដែរពីព្រោះពួកគាត់គិតថាដើរមកផ្លូវត្រូវអាមុនដើរខុសទៅកន្លែងណាមានថ្មមានអីតែដល់ពេលឥឡូវផ្លូវរៀបស្រួលដើរអញ្ចឹងគាត់គិតថាប្រហែលជាដើរមកផ្លូវត្រូវហើយប៉ុន្តែអាផ្លូវធំស្រួលដើរដែលពួកគាត់កំពុងតែដើរហ្នឹងចលិនគាត់ថាដើរអត់មានផុតសោះគាត់ដើរលើផ្លូវហ្នឹងប្រហែលជា15នាទីទៅ20នាទីគឺផ្លូវហ្នឹងវានៅដដែលវាអត់មានឃើញកន្លែងគាត់បោះតង់អត់មានឃើញទឹកឃើញអីទេទាំងដែលគាត់មកកាលពីមុនគាត់ថាដើរតែ20នាទីអីហ្នឹងដល់កន្លែងបោះតង់ហើយប៉ុន្តែឥឡូវនេះដើរមួយថ្ងៃហើយនៅតែដដែលគឺវាអត់ទៅមុខវានៅតែលើផ្លូវហ្នឹងហើយអំឡុងពេលដែលពួកគាត់កំពុងតែឆ្ងល់ថាគាត់កំពុងតែនៅណាហ្នឹងស្រាប់តែសុកចលិនគាត់ថាគាត់ឃើញពលឺភ្លើងចង្គៀងវាភ្លឺចេញមកពីចំហៀងព្រៃហើយមិនត្រឹមតែមានពលឺចង្គៀងទេថែមទាំងឮសំឡេងមនុស្សចាស់ក្អកទៀតហើយសំឡេងមនុស្សចាស់ក្អកហ្នឹងគឺជាសំឡេងយាយចំណាស់ម្នាក់ក្អកហើយចលិនគាត់ឮអញ្ចឹងគាត់ឆ្ងល់គាត់ក៏យកពិលចាំងទៅមើលហើយអាចង្វាក់ដែលគាត់យកពិលចាំងទៅចំហៀងព្រៃមើលហ្នឹងចលិនគាត់ថាគាត់ឃើញយាយម្នាក់ឈរនៅហ្នឹងហើយយាយម្នាក់ដែលគាត់ឃើញហ្នឹងគឺជាយាយម្នាក់ដែលគាត់ឃើញមុននឹងឯងយាយម្នាក់ដែលគាត់ដើរចូលព្រៃដំបងគាត់ឃើញដើរកាត់ពួកគាត់ឥឡូវយាយម្នាក់ហ្នឹងចលិនឃើញម្ដងទៀតហើយឃើញលើកហ្នឹងកាន់ចង្គៀងកាន់អីឈរក្អកឈរដោយរបៀបគាត់ឈរធ្វើអីម្យ៉ាងនៅក្នុងព្រៃអញ្ចឹងណាអញ្ចឹងចលិនគាត់ឃើញអញ្ចឹងគាត់ឆ្ងល់ដែរណាប៉ុន្តែពេលហ្នឹងដោយសារតែចលិនគាត់គិតថាយាយម្នាក់ហ្នឹងជាមនុស្សអញ្ចឹងចលិនគាត់ហ៊ានគាត់ដើរទៅជិតហើយគាត់ក៏ស្រែកសួរថាយាយស្គាល់ផ្លូវទៅកន្លែងមាត់ទឹកអត់ពីព្រោះខ្ញុំចង់ទៅបោះតង់នៅកន្លែងហ្នឹងបានយាយម្នាក់ហ្នឹងគាត់ថាស្គាល់ដើរតាមគាត់មកយាយម្នាក់ហ្នឹងគាត់និយាយអញ្ចឹងហើយ3នាក់គាត់ដោយសារតែតល់ច្រកហើយមិនដឹងជាទៅណាទៅណីទៀតអញ្ចឹងក៏ជឿយាយម្នាក់ហ្នឹងទៅពួកគាត់3នាក់ក៏ដើរតាមយាយម្នាក់ហ្នឹងហើយពេលដែលដើរតាមយាយម្នាក់ហ្នឹង3នាក់គាត់នៅតែឆ្ងល់នៅឡើយឆ្ងល់ថាយាយម្នាក់ហ្នឹងមនុស្សឬខ្មោចតែបើថាមើលនឹងភ្នែកគឺមនុស្ស 100% ដោយសារគាត់ដើរដូចយើងអញ្ចឹងគាត់កាន់ចង្គៀងកាន់អីហើយជើងគាត់ក៏នៅលើដីអត់មានហោះអត់មានអីទេប៉ុន្តែអ្វីដែលឆ្ងល់ហេតុអីយាយម្នាក់ហ្នឹងគាត់នៅក្នុងព្រៃហើយមិនគាត់មិនទៅផ្ទះទៅសបាយអញ្ចឹងណាពេលនោះគឺបានតែត្រឹមឆ្ងល់ទេមិនដឹងថាមនុស្សឬក៏ខ្មោចតែដោយសារតែភ្នែកមើលទៅដូចមនុស្សអញ្ចឹង3នាក់គាត់ក៏ដើរទៅតាមទៀតប៉ុន្តែចលិនគាត់ថាពេលដែលពួកគាត់ដើរតាមយាយម្នាក់ហ្នឹងយាយម្នាក់ហ្នឹងអត់នាំគាត់ដើរទៅផ្លូវដែលស្រួលដើរទេគឺយាយម្នាក់ហ្នឹងនាំពួកគាត់ដើរទៅផ្លូវដែលវាពិបាកដើរមានតែព្រៃមានតែវល់ហើយដើរទៅបលាមុតដៃមុតជើងផងនិយាយទៅវេទនាមែនតើនិយាយម្នាក់ហ្នឹងដោយរបៀបគាត់អត់ផ្លូវដើរគាត់នាំដើរកាត់ព្រៃប៉ុន្តែវាចម្លែកម្យ៉ាងចលិនគាត់ថា3នាក់គាត់
bà bạ đào nè bọn tay dây mà nè nóng á có đào giang rồng phơi hay có đào lươn tiệt bay nè chỉ lín á đào tam ọt toàn tê dây mà nè nóng đôi là bếp có chùm niên rư cổ mạnh đăng tê có đào lươn mền tên hay bay nè có tập bị đào tam dây mà nè nóng á đào là hô to té tự đào đàm chữ thông mà đàm hay ở vậy đâu bia bự giờ bỏ lá nơi khổm đàm chữ mà đàm đúng á miền bập phum hay chỉ bập phum bạc bay bập phum chữ đại là mưa tới sao tại thủ ly sao tại voal sao tại về tao lơ nắng á đôi chia bập phum đại để khmien nè mà mưa thay khmien nè mà sai du chấn á hay dây mà nè đúng á quạt đào mà đó quạt chụp nơi cào đàm chữ mà đàm nồng hãy bóng bốn cơn mơ tới bay nè quạt á đào mà đó cái lại nắng quạt mình chứ ngon mày nè xua thay dây mà nè đúng á hay ấy non phụ quạt mau khổm đàm chữ nâng hay đam chơ miên bập phum miên ấy chẳng nom ao thử ấy mẹ nè bây nè quạt bây nó cứ phơi mình tên hay ai chẳng vạ để quạt phơi quạt ngò nắng á chỉ lên quạt tha phơi nóng á bộ quạt mình toán xua dây mà nè nông tì cứ còn ta cất không chất á còn ta còn ta cất hói lên dây mà nè nóng á bài một mà rồi bộ quạt hay ai chẳng vạ đầy dây mà nè nông bài một máu lục giấy ọt miên giấy AT cứ bài một máu nhờ nhầm bài cùi khla chứ men nhờ nhầm rùi rì rẻ tẻ nè hay quạt nhờ nhum bài cùi khai bài nắng á mà sao tu tới bàn lục giấy quạt đào từ một tiệt hay quạt đào từ một nắng cứ quạt đào sầm đào tử bập hùm hay còn ta quạt đào từ cái bài bập hùm mùi nắng hao á lục giấy mà nè nóng á quạt rồi liê trôi từ nông bập hùm phim cứ bập bút sớm ấy rùa hiệp cả lấy nắng tranh mày này đối thanh lục giấy mà nè nóng đào từ bập hùm hói lên clone quạt nè vì rồi liê bắt trôi từ nông phim ngọc nghịch ấy mình đang tới na tì bơi nóng trở lên một phe quạt vô bơi tờ trắng át miên khơi ấy tì khơi tay bập húm nâng đam chơi mà đam nồng chốc bơi nóng bộ quạt vô lên á vô thả chơi mà nè nóng á mình ơi tì hay chơi mà nè nóng co át ba non play bộ quạt tranh bị play nâng đai cứ chơi mà nè nóng non bộ quạt mau phe ba quạt nơi bập húm mùi nóng á bơi nè quạt chập đam vô hỏi át nơi cái lại nâng vô tì bơi nè quạt cố và nháp rốt thôi khỏi bình hãy bơi nâng rốt tơ na tơ nấy ở đằng thì bị bố bơi nâng về hôi hãy chơi mà nè nâng quạt nom đa cắt play cắt ấy tiết nhưng chẳng ở đằng play tranh bị play tới tam play na thì cứ bơi nâng chạy tờ rốt á hay hầm lóng bơi đã bộ quạt rốt nâng ạ bộ quạt lư sầm lên chơi mà nè nâng á sao nơi tam play tiết cứ rốt bà đá sầm lên chơi mà nè nâng bà hao mau bị khỏi bà đá đôi ta rốt tơ na có ruồi chứ lư sầm lên chơi mà nè nâng là hột nhưng chúng bên nước sông tại chuột á hay hot phong bàn tay sầm ra ọt bàn thì cứ nơi ta rốt ở đâu bộ quạt khai pe chẳng ạ chỉ lên có bon pre bon từ ta dây quạt để khôi hảo nhá chả ta bon á về nâng nặc khơi nhẹ miên côn pina khá nặc có hay chả ta bon đi bon nu hay nom khné rốt bài nắng ạ quạt thà quạt rốt tranh bị prey nắng á cả lá mau tờ móm ta hé tranh mà đo khang cào bàn vậy tôi bên nước sầm nắng để rốt tranh màu bán á hay có rốt tranh mà đo plei khang cào hói bàn bộ quạt ở rốt tới cả lạnh nhà mà tàu hè bây để rốt tới cả lạnh nhà mà tàu nữa á đời xa tới cả lạnh nhà mà tàu quạt cứ chỉ tè tàu quạt rốt miếng cả lạnh cây nhọt miếng cả lạnh ấy á chẳng chỉ lên nâng mất phe quạt pi nè tiết ọt bán chụp sầm ra rồi có cây nơi cả lạnh nhà mà tàu nâng tì cứ bay nè quạt từ đó do mà tàu tranh máu hãy phải nháp chi tranh máu phèn hãy chi tranh máu nó cứ chi mà teo bay nhá đôi ta khai pe chứ ọt hiền nơi đầm bắn nâng tiết á khai lục dây mà nè nâng mà rô mau phải vô sọp ấy chẳng á trong bây nè có phải nhấp tranh vì cả lại phía mà tao nó tăng dục hãy có chi tranh máu tới chi tam phơi ngon ngất chân bàn tay viên ở ngất ban tại mà sợ tu tê bây đã có chi tranh vì đầm bón prey phnom nâng ban mà sợ tu tới có cho mà đó không phùm hãy không phùm vì miền phơi miền tia miền nè phùm miền ấy tới vì ở sợi khla chứ tại nơi tài ngon ngất là lại thì hãy bộ có còn chắc á chi là hố to tái mà đó theo mình vậy tới ngày nắng tranh mà ba tăng ọt ban ấy thì cứ lấy tay với prey lấy tay chụp đi chụp nu hay chụp dây mà nè nông lông tiệt chắc ọt ban thuê thì ngày đừng ban ta thấm chi mà tao hãy đào prey liền hay coi chắc chi mà tao là hô tao ta mà đào thẻ tứ ban chỉ lên quạt chỗ không thẻ hay chỉ rá quạt toàn tập thẻ thì cứ chỉ rá chụp nắng để thà quạt khai pe chứ chẳng chỉ rá quạt sống cây nấp thẻ chỉ lên hay bóng đá để sao ta quạt chi mà nấp pro quạt cây là nâng ọt bán chẳng bóng đá quạt có thử chi mà tao tập thẻ vĩnh tao mà này ảnh trong bóng đá có tranh từ còn tái trong vạ đài bóng đá chi mà tô tranh tao với nắng á chỉ lên pe nóng á có tha quát ọt bán tăng chất nghĩa từ mưa bóng đá thì
ប៉ុន្តែភ្នែកគាត់នេះវាកលៀសទៅដោយខ្លួនឯងណាចលិនគាត់ថាពេលហ្នឹងគ្រាន់តែបងដាចេញម៉ូតូទៅភ្លាមចលិនគាត់ងាកមុខទៅមើលបងដាជិះម៉ូតូហើយអាចង្វាក់ដែលគាត់ងាកមុខទៅមើលបងដាជិះម៉ូតូចេញទៅវិញហ្នឹងណាចលិនគាត់ថាគាត់ឃើញយាយម្នាក់ហ្នឹងអង្គុយនៅពីក្រោយខ្នងបងដាអង្គុយនៅពីក្រោយម៉ូតូហើយអង្គុយចំហៀងទៀតអង្គុយធម្មតាហើយបងដាហ្នឹងគិតទៅពីជិះម៉ូតូទៅធម្មតាដូចគ្មាននឹងអីកើតឡើងអញ្ចឹងហើយពេលនោះចលិនគាត់ឃើញម្នាក់ឯងគាត់មិនអស់ចិត្តណាគាត់ក៏ហៅចារាងាកទៅមើលដែរហើយចារាងាកទៅមើលទៅឃើញដូចគ្នាឃើញយាយម្នាក់ហ្នឹងអង្គុយនៅពីក្រោយម៉ូតូបងដាហើយគាត់ឈរមើលបែបហ្នឹងរហូតតតែបងដាជិះម៉ូតូចេញទៅផុតក៏ទៅភ្នែកពួកគាត់ហើយចលិនអត់បានខលទៅប្រាប់បងដាភ្លាមទេគាត់ខ្លាចខលទៅបងដាជិះម៉ូតូទៅផ្ទះអត់បានណាចឹងចលិនអត់តន់ប្រាប់ទេចលិននៅស្ងៀមសិនចលិននឹងចារា2នាក់គាត់នឹងរត់ចូលទៅក្នុងផ្ទះហើយរៀបចំអាវ៉ាន់ងូតទឹកងូតអីចូលគេងទៅបានមកសន្ទុះក្រោយចលិនគាត់ខលទៅបងដាខលទៅនឹងចង់សួរថាបងដាដល់ផ្ទះនៅហើយបងដាមានឃើញអីអត់ណាហើយដល់ពេលសួរទៅបងដាគាត់ឆ្លើយធម្មតាគាត់ថាគាត់ដល់ផ្ទះហើយគាត់អត់មានឃើញអីទេប៉ុន្តែគាត់ថាពេលដែលគាត់ជិះម៉ូតូមកគាត់មានអារម្មណ៍ដូចមានពីណាអង្គុយក្រោយខ្នងគាត់គឺបងដាគាត់និយាយបែបហ្នឹងគាត់ថាម៉ូតូគាត់ធ្ងន់ហើយជិះទៅអត់ស្រួលជិះទៅដូចមិនមែនជិះម្នាក់ឯងអញ្ចឹងណាហើយចលិនគាត់អ្នកឃើញរូបភាពគាត់ឃើញយាយម្នាក់ហ្នឹងអង្គុយក្រោយបងដាហ៎អញ្ចឹងចលិនពេលហ្នឹងគាត់អត់តន់ប្រាប់ទេគាត់ខ្លាចប្រាប់ទៅបងដាខ្លាចគេអត់លក់អញ្ចឹងណាតែរហូតដល់ស្អែកឡើងបានចលិនគាត់ខលទៅបងដាម្ដងទៀតហើយខលទៅក៏ប្រាប់ហេតុការណ៍ដែលគាត់ជួបនឹងឯងគាត់ថាយប់មិញពេលដែលបងដាជិះម៉ូតូចេញពីផ្ទះគាត់ចលិនគាត់ឃើញយាយម្នាក់ហ្នឹងយាយម្នាក់ដែលនៅក្នុងព្រៃហ្នឹងឃើញយាយម្នាក់ហ្នឹងអង្គុយពីក្រោយម៉ូតូបងដាហើយឃើញបងដាជិះទៅចលិនគាត់ក៏ខ្ជិលប្រាប់ក៏ទុកឲ្យជិះទៅអញ្ចឹងទៅគឺចលិនប្រាប់បងដាអញ្ចឹងហើយបងដាលឺហើយខឹងមែនតើពីព្រោះឃើញអញ្ចឹងហើយមិនក៏មិនប្រាប់គាត់ភ្លាមខ្លាចគាត់ចេញទៅលេងគ្រោះថ្នាក់ចរាចរណ៍លេងយាយម្នាក់ហ្នឹងធ្វើឲ្យគាត់ស្លាប់តាមផ្លូវធ្វើមិនទៅចុះបងដាពេលហ្នឹងគាត់ខឹងដែរតែចលិនគាត់ក៏មានហេតុផលរបស់គាត់គាត់ថាខ្លាចប្រាប់ទៅបងដាអត់ហ៊ានជិះម៉ូតូខ្លាចប្រាប់ទៅបងដាខ្លាចអញ្ចឹងគាត់ក៏អត់ប្រាប់ទៅហើយដល់ពេលឥឡូវហ្នឹងដឹងពីហេតុការដឹងពីហេតុផលគ្រប់យ៉ាងអស់ហើយបានពួកគាត់3នាក់សម្រាប់ចិត្តថានឹងទៅវត្តពីព្រោះដោយសារតែចលិនឃើញយាយម្នាក់ហ្នឹងជិះម៉ូតូក្រោយបងដាអញ្ចឹងពួកគាត់3នាក់គិតថាប្រហែលជាយាយម្នាក់ហ្នឹងមកតាមពួកគាត់យាយម្នាក់ហ្នឹងអត់តន់ដោះលែងពួកគាត់ទេហើយយាយម្នាក់ហ្នឹងមកតាមមិនដឹងជាក្នុងគោលបំណងអីបើមកយកជីវិតអីទៅមិនគ្រោះថ្នាក់មែនទេអញ្ចឹង3នាក់គាត់ក៏ទៅវត្តទៅហើយពេលដែលពួកគាត់ទៅវត្តព្រះសង្ឃដែលគាត់ទៅក្រាបសាពះហើយទៅជួបហ្នឹងព្រះសង្ឃមួយអង្គនោះអត់មានឃើញអីទេនិយាយទៅព្រះសង្ឃដូចរបៀបថាអត់មានវិជាអត់មានញាណអត់មានអីក្នុងខ្លួនណាអញ្ចឹងព្រះសង្ឃមានសង្ឃដីកាមកថាអត់ឃើញអីទេគឺគ្រប់យ៉ាងធម្មតាអញ្ចឹងពួកគាត់3នាក់ក៏ឲ្យព្រះសង្ឃស្រោចទឹកឲ្យស្រោចទឹកហើយធ្វើពិធីនេះពិធីនោះហើយបំពាក់ខ្សែសីមាក្រែងលោជួយពួកគាត់បានណាហើយ3នាក់គាត់ថាក្រោយពេលដែលស្រោចទឹកស្រោចអីហើយ3នាក់គាត់អត់ដែលជួបយាយម្នាក់នោះទៀតទេឬក៏យល់សពយល់អីគឺអត់ទេនិយាយទៅយាយម្នាក់នោះគ្រាន់តែមកតាមហើយគាត់ទៅវិញអញ្ចឹងណាអាចថាប្រសងស្រោចទឹកហើយយាយម្នាក់នោះគាត់ចេញទៅវិញក៏ថាបានដែរពីព្រោះតាំងពីស្រោចទឹកហើយអត់មានជួបអីទេហើយហ្នឹងគឺជាហេតុការណ៍ដែល3នាក់គាត់ទៅជួបហើយបងប្អូនដឹងទេចលិនណាគាត់ជួបហេតុការណ៍បែបហ្នឹងហើយគាត់អត់តន់រៀងទេគឺចលិនគាត់ថាពេលវេលាកន្លងផុតទៅប្រហែលជាមួយខែទៅមុខពួកគាត់ក៏ប្រមូលគ្នាទៅបោះតង់ម្ដងទៀតហើយទៅបោះតង់លើកហ្នឹងទៅកន្លែងដែលពួកគាត់ឃើញខ្មោចនឹងឯងអាកន្លែងដែលវិញមុនហ្នឹងណាប៉ុន្តែចលិនគាត់ថាពួកគាត់ប្រមូលគ្នាទៅលើកហ្នឹងមានគ្នា5នាក់ហើយពួកគាត់ទៅពេលថ្ងៃអញ្ចឹងវាមិនសូវជាគួរឲ្យខ្លាចអីទេតែចលិនគាត់ថាពេលដែលពួកគាត់ដើរចូលទៅក្នុងព្រៃពេលថ្ងៃហ្នឹងពួកគាត់អត់តន់ទៅកន្លែងបោះតង់មុនទេគឺពួកគាត់ចង់ទៅឃើញដើមឈើមួយដើមមុនហ្នឹងសិនអាដើមឈើមានប្រភូមិមានអីហ្នឹងចលិនគាត់ចង់ទៅមើលថាវាមានពិតមែនអត់ពីព្រោះអាយុហ្នឹងគាត់ឃើញច្បាស់ណាស់ឃើញទាំង3នាក់ចាំងពិលចាំងអីមើលទៅឃើញច្បាស់កន្លែងអញ្ចឹងឥឡូវហ្នឹងចង់ឲ្យវាច្បាស់ពួកគាត់ក៏ចង់ទៅមើលម្ដងទៀតប៉ុន្តែចលិនគាត់ថាក្រុមពួកគាត់ពេលហ្នឹងដើររដើមឈើមួយដើមហ្នឹងរយ៉ាងណាក៏រអត់ឃើញដែរគឺពេលហ្នឹងគាត់ព្យាយាមមែនតើដើរតាមផ្លូវដែលគាត់គិតថាវានឹងនៅហ្នឹងដើរទៅវែកព្រៃវែកអីអស់ហើយតែនៅតែរដើមឈើនិងប្រភូមិមួយហ្នឹងអត់ឃើញ
ប៉ុន្តែជាលេនគាត់មិនអស់ចិត្តណាគាត់ក៏ចេញទៅក្រៅវិញគាត់សួរអ្នកដែលនៅតំបន់ហ្នឹងសួរថានៅម្ដុំហ្នឹងមានដើមឈើធំហើយមានប្រភូមិមានអីនៅក្រោមហ្នឹងអត់ហើយប្រភូមិមួយហ្នឹងវានៅណានៅណីចឹងណាសួរព័ត៌មានពីគេហើយដល់ពេលសួរទៅមានពិតមែនគឺអ្នកនៅម្ដុំហ្នឹងគាត់ប្រាប់ថាដើមឈើធំម្ដុំហ្នឹងវានៅក្នុងព្រៃតំបន់នេះដូចតែគេប្រាប់គេចង្អុលប្រាប់ហើយបងប្អូនដឹងអត់អាកន្លែងដែលអ្នកភូមិចង្អុលប្រាប់ហ្នឹងអាកន្លែងនោះនៅឆ្ងាយពីកន្លែងដែលចលិនចង់ទៅបោះតង់ប្រហែលជា 4-5 គីឡូដីគឺអ្នកភូមិនៅនោះគេប្រាប់មកអញ្ចឹងចលិនគាត់ឆ្ងល់ទៀតពីព្រោះអាយុបដែលគាត់វង្វេងផ្លូវហ្នឹងគាត់ថាគាត់វង្វេងតែមួយសន្ទុះទេថា15ទៅ20នាទីចុះពេលដែលគាត់ដើរតាមយាយម្នាក់នោះអញ្ចឹងចម្ងាយក៏វាមិនដល់1គីឡូដីឬក៏2គីឡូដីអីដែរតែឥឡូវហ្នឹងអ្នកភូមិម្នាក់ហ្នឹងគាត់ប្រាប់ថាប្រភូមិមានពិតមែនដើមឈើមានពិតមែនប៉ុន្តែអាទីតាំងប្រភូមិម្ដងហ្នឹងនៅឆ្ងាយពីកន្លែងចលិន 4-5 គីឡូដីអញ្ចឹងបើចលិនចង់ទៅគាត់នាំទៅបានប៉ុន្តែឲ្យលុយគាត់ពីព្រោះគាត់ចំណាយពេលជូនយើងទៅអញ្ចឹងណាហើយចលិនដោយសារតែគាត់ចង់ដឹងចង់ឃើញគាត់ក៏ព្រមអញ្ចឹងក៏ឲ្យអ្នកភូមិម្នាក់ហ្នឹងធ្វើដំណើរនាំពួកគាត់ទៅហើយដល់ពេលទៅដល់មិនមែននៅក្រៅទេពួកគាត់ត្រូវនាំគ្នាដើរចូលទៅក្នុងព្រៃទៀតអញ្ចឹងក៏ដើរទៅហើយដើរចូលទៅយូរណាស់តាំងពីផ្លូវខាងក្រៅហ្នឹងដើរចូលទៅក្នុងព្រៃជិត2ម៉ោងតមមតែទៅដល់ដើមឈើម្ដងហ្នឹងហើយទៅដល់ចលិនគាត់ថាវាមានពិតមែនគឺដើមឈើម្ដងហ្នឹងហើយនឹងប្រភូមិដែលគាត់ឃើញយប់ថ្ងៃហ្នឹងគឺដូចគ្នាបេះបិទអញ្ចឹងមានន័យថាអាយុបដែលចលិនវង្វេងផ្លូវហ្នឹងគឺចលិនវង្វេងមកដល់ដើមឈើម្ដងហ្នឹងដែលនៅចម្ងាយគ្នាប្រហែលជា5គីឡូដីអាកន្លែងហ្នឹងគឺចលិនគាត់ភាំងមែនទែនណាពីព្រោះ5គីឡូដីបើយើងដើរវាឆ្ងាយណាតែយប់ថ្ងៃហ្នឹងមិនដឹងមិនគាត់វង្វេងមកដល់ហ្នឹងអញ្ចឹងឃើញឲ្យភាំងមែនទែនហើយក៏ព្រឺសបល់ខ្ញាក់ដោយសារតែអ្វីដែលគាត់ឃើញហ្នឹងគឺវាមានពិតមែនហើយចលិននឹងក្រុមមិត្តភក្តិគាត់4នាក់ទៀតហ្នឹង5នាក់គាត់ហ្នឹងក៏នាំគ្នាអុជធូបអុជអីទៅហើយចលិនក៏សុំទោសសុំខមាទោសបើសិនជាគាត់ខុសឆ្គងអីដោយអចេតនាអញ្ចឹងណាចេះតែសុំទោសចេះតែអុជធូបអញ្ចឹងទៅហើយដល់ពេលអុជធូបអុជអីហើយបានធ្វើដំណើរចេញពីដើមឈើម្ដងហ្នឹងវិញហើយអំឡុងពេលដែលធ្វើដំណើរចេញហ្នឹងបានចលិនគាត់សួរអ្នកភូមិដែលនាំគាត់មកហ្នឹងសួរថាដើមឈើម្ដងហ្នឹងមានប្រវត្តិអីហើយហេតុអីនៅក្រោមហ្នឹងមានប្រភូមិនៅហ្នឹងដូចតែគាត់ចង់ដឹងខេងលោវាដូចនឹងអ្វីដែលគាត់បានជួបហើយបច្ចៈណាបងប្អូនចលិនគាត់អត់បានប្រាប់រឿងរ៉ាវដែលគាត់ជួបទៅអ្នកភូមិម្នាក់ហ្នឹងទេគាត់អត់មានប្រាប់ថាគាត់ឃើញយាយម្នាក់នាំគាត់មកកន្លែងហ្នឹងហើយយាយម្នាក់ហ្នឹងបាត់ខ្លួនចូលទៅក្នុងប្រភូមិអីហ្នឹងចលិនអត់បាននិយាយទេគឺគាត់សួរមុនហើយគ្រាន់តែគាត់សួរហើយអ្នកភូមិម្នាក់ហ្នឹងក៏និយាយប្រាប់គាត់ថាពីមុនមកយូរណាប្រហែលជា7-20ឆ្នាំមុនមានលោកយាយម្នាក់ដែលលោកយាយម្នាក់ហ្នឹងគាត់នៅតំបន់ហ្នឹងនៅតំបន់ក្នុងព្រៃហ្នឹងហើយលោកយាយតែងតែចូលព្រៃមករកបន្លែផ្លែឈើឬក៏បេះនេះបេះនោះចឹងទៅប៉ុន្តែរហូតដល់ថ្ងៃមួយដូចថាជាអកុសលលោកយាយម្នាក់ហ្នឹងគាត់ចូលមកក្នុងព្រៃគាត់បេះបន្លែបេះអីតាឯងហ្នឹងស្រាប់តែគាត់ត្រូវចោលប្លន់ហើយអាចោលដែលប្លន់ហ្នឹងមិនត្រឹមតែយកលុយយកកាក់ដែលមាននៅក្នុងខ្លួនគាត់ទេអាចោលមួយហ្នឹងក៏សម្រាប់លោកយាយចោលនៅក្រោមដើមឈើម្ដងហ្នឹងហើយដំបូងឡើយពេលដែលលោកយាយស្លាប់អត់មានអ្នកភូមិណាដឹងទេប៉ុន្តែទៅជាមានអ្នកភូមិដែលគាត់ចូលមកក្នុងព្រៃគាត់ថាឃើញលោកយាយម្នាក់ហ្នឹងឈរនៅក្រោមដើមឈើម្ដងហ្នឹងអាដើមឈើធំហ្នឹងឃើញលោកយាយឈរធម្មតាហើយអ្នកភូមិឃើញក៏រស់រាយរាក់ទាក់អញ្ចឹងទៅប៉ុន្តែអ្នកភូមិដែលឃើញហ្នឹងគាត់ថាកន្លងពីហ្នឹង3-4ថ្ងៃគាត់ចូលមកក្នុងព្រៃទៀតស្រាប់តែគាត់ឃើញលោកយាយម្នាក់ហ្នឹងឈរកន្លែងដដែលហើយឈរស្ងៀមដោយរបៀបឈរចាំអ្នកណាឬក៏គាត់ទៅណាអត់បានអញ្ចឹងណាអញ្ចឹងអ្នកភូមិក៏រស់រាយរាក់ទាក់ធម្មតាប៉ុន្តែក្នុងភូមិហ្នឹងមានគេឃើញច្រើនគ្នាណាស់ហើយឃើញដូចគ្នាឃើញយាយម្នាក់ហ្នឹងអង្គុយក្រោមដើមឈើពេលខ្លះក៏ឈរក្រោមដើមឈើឈរចាំអ្វីម្យ៉ាងមិនដឹងទេហើយអ្នកភូមិឃើញធម្មតាអត់ដឹងទេគិតថាជាមនុស្សតែដល់ពេលយូរទៅឆ្ងល់ថាហេតុអីលោកយាយម្នាក់ហ្នឹងអត់ឃើញដើរមកក្នុងភូមិហេតុអីក៏យាយម្នាក់ហ្នឹងឈរនៅតែក្រោមដើមឈើម្ដងហ្នឹងអញ្ចឹងអ្នកភូមិដូចថាគាត់មានចម្ងល់ពួកគាត់ក៏នាំគ្នាដើរទៅមើលហើយទៅមើលពេលហ្នឹងគឺ 4-5 នាក់ហើយអ្នកភូមិដែលដើរទៅមើលហ្នឹងពេលដែលទៅលើកហ្នឹងឃើញយាយម្នាក់ហ្នឹងនៅក្រោមដើមឈើហ្នឹងពិតមែនប៉ុន្តែទៅលើកហ្នឹងមិនមែនឃើញយាយម្នាក់ហ្នឹងឈរឬមួយក៏
Cùi rùa rê rạ tẹo phụ cọt đôi môn tê. Cọt tờ lực nâng cọt khơi lục dây mà nạ nông á. Kênh nơi cào đào chơ mà đào nông. Hãy sập hiếp xạ lục giấy. Cứ sân tầm mơ một lên vô hỏi. Giấy tớ lục dây slap du hỏi. Bọn ta nạ phôm đà đã cọt khơi cọt sman tài lục dây mà nạ nâng. Nơi rùa. Cho bà cọt khơi cho khơi rùa rê rạ tẹo phụ cọt rồi. Chẳng kết thà nơi rùa mà nạ ọt miên ngọt ấy tê. Ta lỡ nâng á từ màu đần màu khơi cạp bật tớ. Bạn mà nạ anh nết phong, khai phong. Đôi ta lục dây màu slap không prey mà nè ai hay sập hiệp xạ hù chẳng á chẳng kê còn là khơi kê đằng bạt hỏi ta lục giấy trứ chào plan hay chào vì nè khổng nâng hay còn tài nè phùm đằng phim á ông vốn mình toàn đấng ọt ấy á mình toàn đấng còn là khơi lục dây mà nè nóng cho khổng đám chư cho skim tì tay còn tài nè phùm chạp đám đằng hao á lên kê khơi lục dây mà nè nóng á từ bằng hang khôn nơi không phùm đôi chỉ giúp láng chứ á khơi lục dây mà nè nóng đào nơi tạm phở rồi có giúp láng kê khơi sky lưu sky ấy chẳng tới kê có ạt cầu ạt ấy trên mà mới khơi lục dây mà nè nóng á đào tạm phở không phùm đó á còn tay lục dây mà nè nóng pe là cọt đá cứ cọt đào luôn cọt đào đôi mà nơi dương tu tới thì cọt đào đôi là biết ho chăng cứ tại dương flick mưa tầm bập plate á dây mà nè nóng đào tại đó nè đòn này bạt luôn mình tên ấy đâu pe trong tối nè phùm đi ta cọt cọt ẩn nứt phong cọt khai phong hay cọt cất á cọt cất ta và hai chia lục dây mà nè nóng cọt ọt toàn tầng nà tê hay vị nhiên cọt vul cọt slap tay hào chẳng á chẳng nè phùm có sầm ra chất nom khné phở bọc phùm muối nơi cám đàm chơi mà đàm nông tục ao lục dây nơi tục ao lục dây cọt miên ti chầm rau chẳng á hay pe để phở hói ban phò bật mền cứ nè phùm ọt miên khơi lục dây mà nè nóng á màu đào khung phùm màu bằng hang khôn ấy tê tê còn té tới chỉ nơi khung prey vinh nè đại châu tới khung prey á về đã đào từ đó đầm bón bọc phù mùi nóng tai ta khơi lục dây mà nè nóng á bằng hang khôn ấy bằng hang khôn quạt bằng hang khôn thò mà đá thì bằng đá thò mà đá mà nước dương ôi ta khơi không môi ôi ta đăng ta không môi cứ khai chứ mày nè tôi bây chỉ bằng hang khôn thò mà đá cả đội có quạt khai đài chúng bơi nông mà nè phơi mình tên ót hiên tới có bài ót hiên tới chật mà đông nâng tiệt tì chẳng hỏi tới thua ôi bọc phù lục dây mà nè nóng á tới chỉ cha tới bạc bay hay miền vol miền ấy tao lang từ lư đôi sập hiệp đại trở lên khơi nó dục ngày nông nhấn á ngày nắng á cứ chia bò vót bò phù mùi nông hay có chia bò vót lục dây mà nè nông đôi khnia vậy tới cọt trời kia nơi khung prey trong vị nhiên có vol nơi khung prey mà cái này nông từ hay ca đại cọt mau bằng hang khôn ao trở lên khơi cọt nom trở lên từ bò phù từ đám chơi mà cái này nóng mình đang chia lục giấy miên cô bầm nón ấy thì cọt ai nâng mình mến mà lông tí cọt ai mau rùa rê đẹ tẹ cho mũi nâng crom trở lên á ai nom trở lên tờ tẹ lê nhấn á nè tại crom trở lên á khá trong ngọp còn tại tờ đo phím và chẳng pil khơi bọc phùm chẳng bông bồn cật mở nó không prey á khá chứ nè còn tại đôi giấy chẳng để sao ta phụ cọt chỉ nè đào prey cọt chỉ nè bỏ tăng bỏ anh chẳng srap á chẳng phụ cọt khơi hỏi khá bật mến tại nơi miên smart ở đây nơi ai rốt bàn vàถ้าបើសិនជាយើងឬមួយក៏អ្នកដែលមិនធ្លាប់ចូលព្រៃទេឃើញប៉ុនហ្នឹងអាចនឹងទប់អត់រួចទេថាមិនស្រួលស្លាប់នៅកន្លែងនោះក៏ថាបានដែរអញ្ចឹងអារូបភាពដែលគាត់ឃើញវាគួរឲ្យខ្លាចមែនតើសម្រាប់ខ្ញុំណាហើយក៏អញ្ចឹងទៅចលិនគាត់ថាពេលដែលគាត់ដឹងពីហេតុផលដឹងពីប្រវត្តិប្រភូមិនិងដើមឈើមកកន្លែងនោះហើយចលិនគាត់ក៏អត់មានធ្វើអីតទេគឺគាត់ចេញពីកន្លែងនោះគាត់មកបោះតង់គេងលេងជាមួយមិត្តភ័ក្តិគាត់នៅមាត់ទឹកហ្នឹងទៅហើយបោះតង់មកយប់ពីរយប់ហើយក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញហើយតាំងពីត្រឡប់មកផ្ទះវិញក៏គ្មានរឿងរ៉ាវអីកើតឡើងបន្តទៀតដែរគ្រាន់តែវាជាចម្ងល់ដល់គាត់មកដល់បច្ចុប្បន្នហ្នឹងណាគឺគាត់ចេះតែឆ្ងល់អញ្ចឹងណាថាហេតុអីពួកគាត់វង្វេងទៅដល់ដើមឈើម្ដងនោះទាំងដែលដើមឈើម្ដងនោះជាមួយកន្លែងអាដើមដូងងាប់ដែលពួកគាត់រកផ្លូវទៅបោះតង់ហ្នឹងណាគឺចម្ងាយគ្នា 4-5 គីឡូអញ្ចឹងជាលិនគាត់គ្រាន់តែឆ្ងល់ប៉ុណ្្នឹងទេឆ្ងល់មកដល់រាល់ថ្ងៃហ្នឹងថាហេតុអីគាត់ធ្វើដំណើរទៅដល់នោះបានហើយពេលដែលគាត់រកផ្លូវចេញពីព្រៃមកវិញបានហេតុអីក៏គាត់ចេញមកតំបន់នេះនិយាយទៅវាចេះឆ្ងល់ហើយអាផ្លូវដើមដូងងាប់ដែលមានផ្លូវបាយជា3នោះចលិនគាត់ថាពេលដែលគាត់ទៅលើក្រោយគាត់អត់មានទៅជួបអាផ្លូវដែលគាត់បត់ស្ដាំហ្នឹងណាគាត់ថាអត់មានទៅជួបផ្លូវដែលមានដុំថ្មធំអីដូចយប់ថ្ងៃនោះទេហើយសូម្បីអាផ្លូវទៅត្រង់ក៏ចឹងដែរពេលដែលគាត់ដើរទៅអត់មានឃើញជំរាលភ្នំអត់មានឃើញអីទេនិយាយទៅគ្រប់យ៉ាងអត់ដូចនឹងយប់ថ្ងៃនោះទេអាយប់ថ្ងៃនោះមិនដឹងជាពួកគាត់វង្វេងទៅផ្លូវមួយណាវង្វេងទៅភពមួយណាមិនដឹងទេ
ដឹងតែថាយប់ថ្ងៃនោះគឺប្លែកមែនទែនផ្លូវដែលដើរសុកៗទៅជាថ្មផ្លូវដែលដើរសុកៗទៅជាជម្រាលភ្នំហើយផ្លូវដើរសុកៗទៅជាវាលទៅជាអីជួបយាយម្នាក់កាន់ចង្កៀងកាន់អីហ្នឹងណាគ្រប់យ៉ាងគឺវាប្លែកទាំងអស់វាអត់ដូចឥឡូវហ្នឹងទេដល់ពេលអញ្ចឹងទៅមិនដឹងជាឲ្យពួកគាត់គិតមិនខ្មិចមិនដឹងជាអ្វីដែលគាត់ជួបហ្នឹងនៅកន្លែងណាកន្លែងណីអញ្ចឹងណាហើយហ្នឹងឯងរឿងនេះក៏វាធ្វើឲ្យគាត់ឆ្ងល់មកដល់រាល់ថ្ងៃហ្នឹងហើយហ្នឹងឯងរឿងរ៉ាវរបស់ Jelin ជាមួយនឹងក្រុមមិត្តភក្តិគាត់ពេលដែលគាត់ទៅបោះតង់គឺមានតែប៉ុណ្្នឹងទេនិយាយទៅអាយប់ថ្ងៃហ្នឹងអត់បានទៅបោះតង់ទេគ្រាន់តែដើរចូលទៅក្នុងព្រៃហ្នឹងជួបហេតុការណ៍នេះហេតុការណ៍នោះខ្មោចលងខ្មោចអីចឹងទៅក៏រត់ចេញមកវិញមកហើយក៏ជាមេរៀនរបស់ពួកគាត់ដែរណាដែលចូលព្រៃទាំងយប់ពីព្រោះបងប្អូនដឹងហើយថាយប់ឡើងគេអត់ឲ្យដើរចូលទៅក្នុងព្រៃទេប៉ុន្តែដោយសារតែពួកគាត់ភ្លើតភ្លើនពួកគាត់ប្រមាថណាពីព្រោះគាត់ថាកន្លែងផ្ញើម៉ូតូជាមួយនឹងព្រៃកន្លែងបោះតង់ហ្នឹងវាអត់ឆ្ងាយពីគ្នាប្រហែលទេធ្វើដំណើរតែ15នាទីទៅ20នាទីហ្នឹងដល់ហើយអញ្ចឹងក្រុមចលិនដូចថាគាត់នេះគាត់ទ្រាំមិនបានណាគាត់ក៏បង្ខំចិត្តដើរចូលទៅក្នុងព្រៃទាំងយប់ហើយពេលនោះទៅតែម៉ោង6 7យប់ទេទោះបីជាវាយប់មិនតាន់ជ្រៅប៉ុន្តែក្នុងព្រៃបងប្អូនដឹងហើយវាងងឹតណាស់អញ្ចឹងពួកគាត់ប្រមាថគិតថាមិនអីក៏នាំគ្នាដើរទៅហើយដើរទៅក៏វង្វេងព្រៃជួបហេតុការណ៍ដោយដែលខ្ញុំបានលើកឡើងមុននឹងឯងអញ្ចឹងហ្នឹងហើយរឿងរ៉ាវរបស់ Jelin ក៏ជាមេរៀនល្អៗសម្រាប់យើងទាំងអស់គ្នាដែលមិនគួរចូលទៅក្នុងព្រៃពេលយប់ទេបើសិនជាយើងមិនមែនអ្នកនៅតំបន់នោះឬក៏យើងមិនមែនអ្នកជំនាញណាហើយកុំគិតថាធ្លាប់ចូលទៅបោះតង់ក្នុងព្រៃ4-5 ដងហើយគិតថាខ្លួនឯងមានបទពិសោធន៍នៅក្នុងព្រៃគ្មានអីគួរឲ្យខ្លាចអញ្ចឹងណាកុំគិតអញ្ចឹងពីព្រោះក្នុងព្រៃមានរឿងជាច្រើនដែលយើងអត់ដឹងហើយក៏មានរឿងជាច្រើនដែលវាគួរឲ្យខ្លាចដែរអញ្ចឹងកុំប្រមាថកុំប្រហែសសោះបើអាចចូលព្រៃចូលពេលដែលមេឃភ្លឺឬក៏ទៅគ្នាច្រើនអីទៅកុំទៅតែម្នាក់ឯងបើសិនជាយើងមិនមែនអ្នកជំនាញណាអូខេចឹងសូមបញ្ចប់វីដេអូតែប៉ុណ្្នឹងអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃសម្រាប់វីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នានៅដំណើរខ្មោចក្រោយៗទៀតបាយបាយ